ខ្ញុំនឹងសើបឲ្យដឹងរឿងនាងទៅមុនចាឈិងឈិងយើងឈប់តាក់ទងគ្នាយូរហើយមិនស្មានថាអញព្រមជួយខ្ញុំអរគុណអញក៏ធ្លាប់ជួយខ្ញុំនៅចាំបានជានិច្ចមើលទៅស្នាដៃរបស់ឯងនេះពិតជាមិនអន់ទេចាប់រឿងនេះខ្ញុំចាំបបួលឯងបង្កើតហាងម៉ាក់ជាមួយគ្នាឈិងឈិងខ្ញុំគ្មានតម្រេះខាងរកស៊ីទេខ្ញុំមិនចេះអ្វីទាំងអស់ម្យ៉ាងទៀតខ្ញុំក៏គ្មានលុយដែរអញ្ចឹងខ្ញុំថាកុំអីល្អជាងតាមពិតទៅនិយាយត្រង់ចាស់ខ្ញុំកំពុងតែជាពាក់បំណុលគេដូចគ្នាទើបចង់រកស៊ីដើម្បីសបបំណុលគេខ្លះខ្ញុំចេញដាំទុននៅមើលការខុសត្រូវនេះទទួលខុសត្រូវរចនាម៉ូដយើងសហការគ្នាលក់សម្លៀកបំពាក់ឌីឌីសាឡបងម្ដងទៀតទៅដើម្បីជីវិតល្អប្រសើររបស់យើងឈិងឈិងខ្ញុំយល់ព្រមជាមួយឯងខ្ញុំទៅខាងនោះសិនប៉ូឈួនរកឈិងឈិងមែនទេខ្ញុំឃើញគេនៅខាងនោះមុនហ្នឹងនៅជាមួយមិត្តភក្តិប្រមាណអ្នកដូចជាមិត្តភក្តិគាត់មានរឿងអីដឹងថាឈិងឈិងជាប្រពន្ធរបស់លោកគេក៏ពឹងឲ្យនាងជួយអរគុណប៉ូឈួនឈិងឈិងយកឈ្មោះបងទៅប្រើតាមចិត្តបែបនេះតើវាល្អដែរទេឈិងឈិងគឺជាប្រពន្ធខ្ញុំចង់ប្រាយចាំមិនគឺជាការជួបព្រមពីខ្ញុំដែរមិនចាំបាច់ឲ្យនឹងមកដាក់ទឿននោះទេលោកស្រីលូអ្នកនាងហ្វុងបន្ទាប់ពីទទួលទូរស័ព្ទអ្នកស្រីយើងបានធ្វើការស៊ើបអង្កេតភ្លាមវាជាកំហុសរបស់ខាងយើងពិតមែនយើងនឹងឲ្យប្រធានលីដែលចម្លងម៉ូដនោះមកសុំទោសអ្នកនាងហ្វុងដែរផ្ទាល់នេះគឺលុយថ្លៃរចនាម៉ូដចំនួន 100000 ប្រគល់ឲ្យអ្នកស្រីលូដោះស្រាយបែបនេះរបស់យើងបានដែរទេមិនមែនខ្ញុំពេញចិត្តឬមិនពេញចិត្តទេសំខាន់ត្រង់ថាស៊ីវឌីនឹងពេញចិត្តទេមែនហើយអ្នកនាងហ្វុងពេលរឿងរ៉ាវបានដោះស្រាយហើយខ្ញុំសង្ឃឹមថាបានឃើញការសុំទោសមួយនៅថ្ងៃស្អែកចាប្រកាសណាខ្ញុំសូមទៅធ្វើការបន្តសិនឈិងឈិងអរគុណខ្លាំងណាស់កាលមុនខ្ញុំមកទីនេះពួកគេមិនដែលខ្វល់ពីខ្ញុំទេសំណាងមានឯងរឿងត្រូវបានដោះស្រាយហើយដល់ពេលយើងត្រូវទៅមើលហាងហើយតោះយើងទៅមើលហាងយើងទេលោកខ្ញុំបានឲ្យរដ្ឋបាលបញ្ឈប់ខាងជីនលីនពិធីជប់លៀងលើកមុនបានធ្វើលោកហើយនឹងភរិយាមិនសប្បាយចិត្តជារបស់ខ្ញុំក៏មិនមានលើកក្រោយទៀតអរមែនហើយលោកនេះគឺជាអលង្ការដែលលោកឲ្យខ្ញុំបានទិញប្រហែលថ្ងៃមុនសូមលោកពិនិត្យមើលទៅមានអ្វីបន្ថែមខ្ញុំនឹងជុកទៅជូនលោកស្រីអូចំណែកម៉ូនេះគឺប្រពន្ធខ្ញុំជាអ្នកណែនាំលោកស្រីច្បាស់ជាពេញចិត្តយកអានេះទៅបានលោកនេះឈប់ខ្ញុំចង់ឲ្យគិតដល់ផ្ទាល់ចុះបានលោកអូយដើរចង់បាក់chânទៅហើយហត់ខ្លាំងណាស់ជំរាបសួរម៉ាក់លូស៊ុនអាការៈលូស៊ុនចឹងមិនហើយមិត្តភក្តិនៅគេខ្លាំងណាស់អូយប៊ីភ្លេចរឿងនេះទៅហើយស្អែកទៅពិនិត្យសិនចាំឲ្យទៅរៀនមិនមែនតាផ្សារទេមិនឃើញមានទិញអីមកវិញដើរអីទៅអូគ្មានអីត្រូវចិត្តសោះហត់ខ្លាំងទេល្មមដៃអញ្ចឹងជុកទឹកក្តៅត្រាំជើងទេដូចមិនដែលឃើញអញ្ចឹងលោកមានស្រីនៅខាងក្រៅមែនទេរឿងក្នុងពិធីជប់លៀងខ្ញុំបានស៊ើបច្បាស់ហើយចៅចឹងគឺបានប្រាប់អ្នកចាត់ការខាងថាមិនច្បាច់មកទេតែអ្នកចាត់ការខាងចេះចង់មកឲ្យរដ្ឋបាលដេញអ្នកចាត់ការចាងចេញហើយចំណែកឯខាងចៅវិញលោកមិនមែនចង់ដេញជំនួយការចៅទេមែនទេខ្ញុំគ្រាន់តែនិយាយលេងទេអត់ទេចៅចឹងគ្រាន់តែត្រូវកាត់ប្រាក់រង្វាន់តែប៉ុណ្ណោះទេអញ្ចឹងល្អហើយគ្មានកាយទេខ្ញុំសុំទៅបន្ទប់ហើយមើលទៅពេញចិត្តទេមិនត្រូវចិត្តទេហាត់អីស្រាប់តែជូនខ្ញុំកាដូសុំទោសថ្ងៃជប់លៀងនោះគឺជាការធ្វើភ័ក្រខ្ញុំទើបសងជាមួយចិត្តនាងអរគុណពេញចិត្តណាស់បាត់ដូចជាមាសវិញប្រហែលជាល្អជាងអញ្ចឹងសុំទៅគេញ៉ាំណាលោកប្រឈួនហាត់អីក៏លោកអបខ្ញុំជាប់ម្លេះឡើងទៅអ្នកគ្រូលាវជំរាបសួរចូលទេម៉ាមីបាយម៉ាម៉ាលូស៊ុនសប្តាហ៍នេះយើងមានកម្មវិធីកំសាន្តមេដាបេដាលោកស្រីនិងលោកលូអាចឆ្លៀតមកចូលរួមបានទេខ្ញុំសាកសួរគាត់សិនក្រែងលោកក៏មានរវល់រំខានម៉ាលូស៊ុនផងខ្ញុំសុំទៅបង្រៀនវិញអ្នកគ្រូរាល់ពេលកម្មវិធីមេដាបេដាប៉ាគេមិនដែលមកទេលូស៊ីនគេច្បាស់ជាអារម្មណ៍មិនល្អទេឬក៏ត្រូវជួលប្តីម្នាក់មិនកាត់ទេអ្នកផ្សេងច្បាស់ជាស្គាល់លោកប្រឈួនអស់ហើយមកយើងមកគូររូបទាំងអស់គ្នាណាមក
លោកយាយថ្ងៃសៅរ៍នេះជួយទៅចូលរួមកម្មវិធីមេដាបេដាបានទេតែមិនផ្លេចទេ ឲ្យខ្ញុំទៅដូចជាមិនសូវសមទេ ហេតុអីថាមិនសមគេថាបងប្រុសប្រៀបដូចជាឪពុកពេលឪពុកទៅនៅឆ្ងាយពីគ្រួសារ តែប៉ាគាត់នៅ ប៉ាឯងក៏រវល់រកចម្ពោះមានពេលណាទេអើយលូស៊ីនកំសត់របស់ជើងគួរអាណិតណាស់គេផ្សេងជួបជុំគ្រួសារ3នាក់សប្បាយរីករាយគេវិញគឺមានតែម៉ាក់កំសត់ម្នាក់នេះគាត់គេបានត្រឹមតែឈរមើលឃើញប៉ាគេម្នាក់ទៅទទួលរង្វាន់ឡើងលើយខ្លួនឯងវិញទៅចិត្តចំឡើងហើមភ្នែកទឹកភ្នែកហូរ ណែខ្ញុំទៅ ដឹងហើយថាឯងនឹងចិត្តល្អជាងគេតើបន្ទប់រឈុតឲ្យអែមសម្រាប់ថ្ងៃហ្នឹងជើងត្រូវទៅលើកមកឲ្យលូស៊ីនឲ្យផ្អើស្លាម្ដងមើលគេឆ្លាតខ្លាំងណាស់លយណាបងលេឡើងស៊ូយេល្អណាស់លយខ្លាំងណាស់ ឡោ បងប្រាប់បងប៉ាត់ជាលយណាស់លើកក្រោយត្រូវកំដរ ឡោលើកក្រោយបងមកទៀត ទាំងពីរអ្នកធ្វើបានល្អណាស់ថ្ងៃនេះរង្វាន់តែដែលលេងសួរកំសាន្តឲ្យសប្បាយម្ដងមក លោកម្ចាស់មកវិញហើយ តើពួកគេទៅណា អ្នកស្រីនិងអ្នកប្រុសធំជួអ្នកប្រុសតូចទៅចូលរួមកម្មវិធីនៅសាលាមតិបាត់ហើយ នាងថាលូយជីទៅជាមួយខ្ញុំហ៎ដើម្បីកំដរលូស៊ីលេងហ្គេមអញ្ចឹងហ៎ ចាអ្នកស្រីប្រាប់ថាបងប្រុសប្រៀបដូចជាឪពុកទី2លោកម្ចាស់រវល់ខ្លាំងឲ្យអ្នកប្រុសធំទៅក៏ដូចគ្នាលេងហ្គេមចាប់ភ្លាមអ្នកស្រីនាំបងប្អូនគេទៅលេងសួនកំសាន្តហើយនិយាយថាអូលោកម្ចាស់ខ្ញុំសុំទៅធ្វើការហើយ ដឹងអត់ថ្ងៃនេះម៉ាក់បងប្រុសទៅលេងហ្គេមជាមួយកូនឡើងសប្បាយបងប្រុសពិតជាពូកែណាស់ឈ្នះបានរង្វាន់ឡើងពេញឡានលើកក្រោយកូនឲ្យបងប្រុសទៅទៀត ឡោហត់ទេ ហត់ណាស់លោកមិនដឹងទេថាហ្គេមហ្នឹងគេលេងកាច់ណាស់ម្នាក់ប្រឹងចង់ងាប់ដើម្បីកូនរឿងបែបហ្នឹងតាមពិតប៉ាទៅ មិនក៏មិនហៅខ្ញុំទៅ មកពីលោករវល់ខ្លាំងពេកតែមិនចង់រំខានហ្នឹងក៏មើងងាយថាលោកជីនៅក្មេងកំឡុងមិនអន់ប៉ុន្មានទេអេកំពុងនិយាយគ្នាសុកទៅណាហ្នឹងក្មេងសុជិបធម៌ អ្នកស្រីមើលទៅលោកម្ចាស់ដូចជាកំពុងអន់ចិត្ត អ្នកណាខ្វល់ចង់ខឹងតាមចិត្ត លឺសវ័លឡានថាថ្ងៃនេះលោកម្ចាស់ទុកចោលការងារដើម្បីមកញ៉ាំបាយផ្ទះមកដល់ផ្ទះបែរជាគ្មានមនុស្សម្នាក់ក្រោយមកដឹងថាអ្នកស្រីនាំអ្នកប្រុសធំទៅចូលរួមកម្មវិធីសាលាមត្តេយ្យគាត់ក៏អន់ចិត្តមុខឡើងស្អុយប៉ែអង្គុយចាំនៅលើសាឡុងបាយក៏មិនព្រមញ៉ាំចាំតតែអ្នកស្រីមកវិញនឹងណា មីងចង់ថា